ជំរាបសួរសួស្តីពុកម៉ែបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាមិនថានៅក្នុងស្រុកឬក្រៅស្រុកដែលបានមើលវីដេអូរបស់នាងខ្ញុំថ្ងៃនេះផងដែរនាងខ្ញុំមកប្រឡាក់ត្រីទូបងប្អូនត្រីដែលនាងខ្ញុំទិញនេះគឺ2គីឡូជាងហើយ1គីឡូតែ13000ទេដោយសារត្រីហ្នឹងវាងាប់ហើយអញ្ចឹងអ្នកលក់គាត់វះងៀតអញ្ចឹងគាត់លក់រៀងតម្លៃធូរឲ្យយើងត្រីនៅរស់វិញគឺគេលក់1គីឡូ20000ជាងអាហ្នឹងគឺត្រីស្រែតម្លៃប៉ុណ្ណឹងត្រីនេះបងប្អូននាងខ្ញុំលាងទឹកលាងអីវាពីបីទឹកស្អាតហើយយើងឆ្កឹះអាឈាមឬមួយក៏ខ្លាញ់វាចេញឲ្យអស់កុំឲ្យយើងប្រឡាក់ទៅវាមានរសជាតិខាបងប្អូនតបពីនាងខ្ញុំលាងទឹកលាងអីស្អាតយើងទុកឲ្យវាស្រស់ទឹកបានល្អហើយនាងខ្ញុំយកវាមកជ្រៀកជាជ្រៀកអញ្ចឹងណាដោយសារនាងខ្ញុំជ្រៀកហ្នឹងគឺត្រីរបស់យើងវារាងធំអញ្ចឹងយើងធ្វើការជ្រៀកវាថងខាងអញ្ចឹងមកតែបើបងប្អូនទិញបានត្រីទូចអាហ្នឹងយើងប្រឡាក់វាយកតែម្ដងទៅមិនបាច់វះមិនបាច់ផ្លះអីដូចនាងខ្ញុំអញ្ចឹងទេហើយសម្រាប់ត្រីនេះផងដែរគឺអ្នកលក់គាត់វះងៀតឲ្យនាងខ្ញុំហើយណានាងខ្ញុំគ្រាន់តែយកមកលាងទឹកឲ្យឆូតវាអញ្ចឹងឯងតែបើសិនជាឲ្យនាងខ្ញុំវះងៀតខ្លួនឯងត្រី2គីឡូជាងហ្នឹងខ្ញុំវះ2ថ្ងៃមិនតាន់ហើយផងដោយសារអីយើងអត់មានជំនាញអញ្ចឹងបានថាយើងធ្វើអ្វីមួយតែយើងអត់មានជំនាញឬក៏យើងអត់ចេះក្បួនខ្នាតវាត្រឹមត្រូវលទ្ធផលដែលចេញមកគឺអត់បានល្អទេដោយការប្រឡាក់ត្រីនេះផងដែរបើសិនជាយើងអត់ចេះក្បួនអត់ចេះខ្នាតវាស់ត្រឹមត្រូវទេយើងប្រឡាក់ត្រីរបស់យើងចេញមកគឺអត់មានរសជាតិឆ្ងាញ់ទេបន្ទាប់ពីនាងខ្ញុំធ្វើការឆូតត្រីនឹងហើយនាងខ្ញុំចាប់ផ្ដើមយកវាមកប្រឡាក់អំបិលពុកម៉ែបងប្អូនសម្រាប់ការប្រឡាក់អំបិលរបស់នាងខ្ញុំគឺនាងខ្ញុំប្រឡាក់ត្រីម្ដងមួយយើងដាក់អំបិលរោយពីលើអញ្ចឹងហើយយើងធ្វើការញីវាពីលើអញ្ចឹងមកណាច្បាច់វាឲ្យរៀងចូលជាតិតិចទៅនិយាយទៅយើងមិនមែនរោយហើយយើងដាក់ត្រីមួយទៀតទេអត់ទេយើងរោយហើយយើងលាបវាពីលើត្រីសិនណាបងប្អូនលាបវាត្រឡប់ទៅត្រឡប់មកទាំងសងខាងណាមិនមែនលាបតែម្ខាងទៀតបងប្អូនបើសិនជាបងប្អូនចង់បានត្រីបងប្អូនឲ្យមានពណ៌បែបពណ៌រាងក្រហមណាអាហ្នឹងគឺយើងកូរទឹកស្ករសម្រាប់ស្ករគឺយើងប្រើស្ករត្នោតអាហ្នឹងត្រីរបស់យើងចេញមកសាច់បានក្រហមល្អខ្លាំងមែនតើតែនាងខ្ញុំប្រឡាក់នេះគឺយកធម្មតាទេនាងខ្ញុំគ្រាន់តែប្រឡាក់អំបិលរោយវាពីលើអញ្ចឹងមកណាបងប្អូនអធិស្ឋានត្រង់កន្លែងនឹងតិចនាងខ្ញុំអត់បានពាក់ស្រោមដៃទេព្រោះដោយសារអីស្រោមដៃវាអស់ចេះតែអត់បានទិញចឹងណាពេលខ្លះទៅផ្សារចឹងថារកទិញស្រោមដៃជិះមកវិញគឺភ្លេចតែម្ដងការប្រឡាក់ត្រីបើយើងពាក់ស្រោមដៃក៏វាអត់ធ្វើឲ្យអាអំបិលអីហ្នឹងវាជ្រាបចូលសាច់វាអត់កាហាយអត់ក្តៅដែរអញ្ចឹងណាហើយខ្ញុំក៏ជ្រុលក្បាលក្រពើហើយអត់មានស្រោមដៃពាក់ក៏ប្រឡាក់ដៃទេអញ្ចឹងហ្មងទៅត្រីនេះឃើញតែត្រីងាប់មែនប៉ុន្តែសាច់វាគឺនៅល្អឯងបងប្អូនសាច់វានៅស្រស់នៅល្អអញ្ចឹងណាហើយសម្រាប់ការប្រឡាក់យើងប្រឡាក់ត្រីអញ្ចឹងបានវាឆ្ងាញ់សម្រាប់នាងខ្ញុំវិញចូលចិត្តមួយទៀតអាត្រីបែបប្រឡាក់ទៅរៀងនៅស្អុយអូនិយាយពីថាមានជាតិខ្លាំងមែនតើញ៉ាំជាមួយបាយក្តៅត្រង់កន្លែងចំណុចនេះផងដែរខ្ញុំបញ្ជាក់តិចបងប្អូនពេលដែលខ្ញុំប្រឡាក់អំបិលហើយគឺខ្ញុំទុកចោល15នាទី15នាទីក្រោយបាននាងខ្ញុំមកយកវាប្រឡាក់ប៊ីចេងជាមួយស្ករសម្រាប់ប៊ីចេងជាមួយស្ករហ្នឹងនាងខ្ញុំលាបវាមកស្ទាប់អញ្ចឹងដូចគ្នាលាបនិយាយទៅត្រឡប់មកដូចគ្នាដូចយើងប្រឡាក់ជាមួយអំបិលអញ្ចឹងណាប៉ុន្តែយើងទុកវាចោល15នាទីសិនបន្ទាប់ពីយើងប្រឡាក់អំបិលហើយយើងអត់ប្រឡាក់អំបិលហើយយើងយកមកប្រឡាក់ជាមួយប៊ីចេងស្ករភ្លាមទេអត់ទេគឺនាងខ្ញុំទុកវាចោលសិនហើយកន្លែងនេះផងដែរនាងខ្ញុំប្រឡាក់ប៊ីចេងជាមួយស្ករបងប្អូនខ្លះបើគាត់អត់ចេះញ៉ាំប៊ីចេងអីបងប្អូនអាចដាក់ម្សៅស៊ុបមាន់អីបានអាហ្នឹងគឺវាជំនួយប៊ីចេងគ្រាន់ថាខ្ញុំលើកគេថាដាក់អាម្សៅស៊ុបមាន់ហ្នឹងទៅវាអាចនឹងអត់សូវឆ្ងាញ់ដូចយើងប្រឡាក់អំបិលស្ករប៊ីចេងទេអញ្ចឹងនាងខ្ញុំក៏អត់បានដាក់ដែរនាងខ្ញុំប្រើប៊ីចេងអំបិលជាមួយស្ករនិយាយទៅដាក់តែ3មុខនឹងឯងត្រី2គីឡូជាងមានអីបងប្អូនហើយប្រឡាក់ឡើងចុកដៃដែរតាវាបានរៀងច្រើនណាដោយសារអីខ្ញុំហ្នឹងវាបាត់អាដងថតហើយកាន់ទូរស័ព្ទមួយចំហៀងដៃមួយចំហៀងប្រឡាក់ត្រីដៃមួយចំហៀងថតនិយាយពីថាតស៊ូណាបងប្អូនហេតុតែស្រឡាញ់ចង់ធ្វើវីដេអូចែករំលែកជូនបងប្អូនមើលឥឡូវបន្ទាប់ពីយើងប្រឡាក់វាម្ដងមកស្ទាប់រួចរាល់ហើយអស់បងប្អូនយើងធ្វើការច្បាច់វាឲ្យរៀងយូរបន្តិចទៅច្បាច់វាត្រឹម10នាទីអីទៅដើម្បីឲ្យវាចូលជាតិបានល្អអញ្ចឹងណាហើយអានេះបានត្រីដែងមកមួយត្រីដែងមួយហ្នឹងគឺមួយគាត់ថែមឲ្យដោយសារមានត្រីមួយវារៀងអន់សាច់អញ្ចឹងគាត់ថែមត្រីដែងឲ្យមួយទៅបងប្អូនកន្លែងហ្នឹងយើងច្បាច់ឲ្យរៀងបាន10នាទីអីទៅដើម្បីឲ្យវាចូលជាតិហើយកន្លែងហ្នឹងគឺរៀងប្រុងប្រយ័ត្នតិចព្រោះវាមានឆ្អឹងមានអីខ្លះយើងច្បាច់ទៅវាមុតដៃដោយសារយើងអត់មានស្រោមដៃពាក់អញ្ចឹងណាបញ្ជាក់មួយទៀតបើបងប្អូនចូលចិត្តលក្ខណៈថាដាក់ម្ទេសអីបងប្អូនអាចដាក់ម្ទេសហុយបានតែថ្ងៃនេះនាងខ្ញុំអត់បានដាក់ទេពេលដែលយើងប្រឡាក់ត្រីយើងដាក់ម្ទេសវាការពារកុំឲ្យរុយរោមដែរពេលដែលយើងហាលទៅរុយវាអត់ហ៊ានរោមនៅលើត្រីហ្នឹងទេប៉ុន្តែនាងខ្ញុំអត់បានដាក់បងប្អូននាងខ្ញុំចង់ប្រឡាក់ថាបែបយើងនៅពីក្មេងណាប្រឡាក់តាមអំបិលស្ករប៊ីចេងបែបធម្មតាកាលនៅពីក្មេងញ៉ាំអញ្ចឹងនិយាយពីថាឆ្ងាញ់ឆ្ងាញ់អញ្ចឹងនឹករសជាតិហ្នឹងអញ្ចឹងចង់ប្រឡាក់បែបហ្នឹងម្ដង
តបពីនាងខ្ញុំច្បាច់ច្បល់វាចូលគ្នាហើយអស់នាងខ្ញុំដាក់វាចូលក្នុងឆ្នាំងដោយសារក្នុងម៉ាងហ្នឹងវារៀងធំពេកអញ្ចឹងទូទឹកកកនាងខ្ញុំវារៀងទូចយើងដាក់ទាំងម៉ាងហ្នឹងចូលវាអត់ចុះទេអញ្ចឹងនាងខ្ញុំក៏ផ្ទេមកដាក់ជាមួយនឹងកូនឆ្នាំងណាបងប្អូនយើងរៀបវាចូលក្នុងឆ្នាំងអញ្ចឹងមកដាក់វាឲ្យរៀងណែនបន្តិចទៅឲ្យក្របវាយកទៅទុកចោលនៅក្នុងទូទឹកកកសម្រាប់ការទុកនៅក្នុងទូទឹកកកហ្នឹងគឺនាងខ្ញុំទុកមួយយប់ស្អែកឡើងបាននាងខ្ញុំយកវាមកហាលរំលងបានមកយប់បងប្អូនមើលសាច់ត្រីនៅល្អដដែលអត់មានអន់សាច់អត់មានអីទេគឺថាល្អខ្លាំងមែនតើអាហ្នឹងដោយសារយើងដាក់នៅក្នុងទូទឹកកកគឺដល់វគ្គយើងយកមកហាលហើយបងប្អូនថ្ងៃបើកល្អខ្លាំងមែនតើត្រីហ្នឹងគឺយើងហាលតែមួយថ្ងៃហ្នឹងគឺបានស្ងួតហ្មងតែបើយើងចង់បានស្ងួតល្អគឺហាល2ថ្ងៃទៅបងប្អូនមានសំណាញ់នេះមួយគឺងាយស្រួលខ្លាំងមែនតើសម្រាប់ការហាលងៀតហាលអីអញ្ចឹងណាវាការពារមិនឲ្យរយរោមហើយវាការពារដីបានខ្លះដែរតែបើសិនជាថាឲ្យហុយដីហ្មងវាអត់ចូលវាអត់អាចទេព្រោះសំណាញ់ហ្នឹងវានៅមានប្រហោងប៉ុន្តែវាអាចការពាររយបានល្អនាងខ្ញុំធ្វើការដាក់វាហាលបងប្អូនសំណាញ់របស់នាងខ្ញុំហ្នឹងវាមាន3តំណាក់អញ្ចឹងមកល្មមថៃ2គីឡូជាងនឹងយើងដាក់បានគ្រប់តែម្ដងមេក្តៅបែបនេះគឺងាយស្រួលខ្លាំងមែនតើសម្រាប់ការហាលងៀតហាលអីនិយាយពីថាស្រួលហើយសែនស្រួលអត់ពិបាកទេតែបើថាប្រឡាក់ហើយមេឃស្ទុំមេឃអលឹមអីគឺថាវេទនាខ្លាំងមែនតើបងប្អូនហើយពិបាកក្នុងការហាលពេលដែលយើងធ្វើការហាលរួចរាល់នាងខ្ញុំក៏បានយកទៅដាក់នៅក្រៅបងប្អូនមើលរុយវាចង់ចូលតែវាចូលអត់រួចទេវីដេអូមួយនេះមានតែប៉ុណ្្នឹងទេបងប្អូនចាំពេលត្រីស្ងួតល្អនាងខ្ញុំអាំងហើយនាងខ្ញុំនឹងបង្ហាញឲ្យបងប្អូនមើលម្ដងទៀតជូនពរឲ្យបងប្អូនទាំងអស់គ្នាមានសុខភាពល្អអរគុណជំរាបលាបាយបាយ